រឿងក្មេងប្រុសក្រីក្រនិងបុរសអ្នកមាននៅក្នុងផ្ទះដ៏ធំស្កឹមស្កៃមួយមានបុរសវ័យចំណាស់ម្នាក់ឈ្មោះលោកម្ចាស់ធនកំពុងអង្គុយលើកៅអីដ៏ប្រណិតមួយទោះបីជាមានទ្រព្យសម្បត្តិស្ដុកស្ដំប៉ុន្តែទឹកមុខរបស់គាត់ពោរពេញទៅដោយទុក្ខកង្វល់និងភាពឯការំពេចនោះដែរមានក្មេងប្រុសម្នាក់ឈ្មោះនីអាយុប្រហែលជា10ឆ្នាំស្លៀកសម្លៀកបំពាក់ចាស់ចាស់បានដើរចូលទៅក្នុងផ្ទះរបស់គាត់រួចលើកដៃសំពះសុំទឹកផឹកលោកតាទៀនតើខ្ញុំអាចសុំទឹកមួយដបពិសាបានទេបាទខ្ញុំដើរលក់នំមួយព្រឹកហើយស្រេកទឹកណាស់ទៀនឯងមកពីណាហើយមានឈ្មោះអ្វីហេតុអ្វីឯងមិននៅរៀនសូត្របែរជាមកដើរលក់នំទាំងកណ្ដាលថ្ងៃក្តៅបែបនេះបាទលោកតាខ្ញុំឈ្មោះនីគ្រួសារខ្ញុំក្រណាស់ខ្ញុំចង់ជួយម៉ែរកលុយទិញអង្ករនិងសន្សំទុកសម្រាប់ទិញសៀវភៅរៀននៅខែក្រោយបាទលោកសេដ្ឋីមានចិត្តអាណិតក្មេងនោះរួចក៏បានឲ្យទឹកទៅក្មេងប្រុសនោះផឹកខណៈពេលដែលនីបានហូបទឹករួចលោកសេដ្ឋីក៏ចាប់ផ្ដើមសួរដេញដោលដើម្បីចង់ដឹងពីគំនិតក្មេងប្រុសនោះនេះអើយឯងមើលមកយើងចុះយើងមានលុយចាយមិនអស់មានផ្ទះធំមានឡានទំនើបប៉ុន្តែយើងគ្មានកម្លាំងនិងគ្មានសេចក្តីសុខសោះចំណែកឯងវិញគ្មានអ្វីសោះហេតុអីក៏ឯងញញឹមបានយ៉ាងស្រស់បែបនេះលោកតាទៀនសម្រាប់ខ្ញុំក្តីសុខមិនមែននៅត្រង់របស់ដែលយើងមានច្រើននោះទេប៉ុន្តែវាស្ថិតនៅត្រង់ថាតើយើងពេញចិត្តនឹងអ្វីដែលយើងកំពុងមានឬអត់ថ្ងៃនេះខ្ញុំលក់នំអស់ខ្ញុំមានអង្គរផ្ញើម៉ែនោះហើយជាក្តីសុខរបស់ខ្ញុំយើងបានចំណាយពេលពេញមួយជីវិតដើម្បីរកលុយយើងគិតថាមានលុយមានអ្វីគ្រប់យ៉ាងឥឡូវយើងចាស់ហើយសូម្បីតែមិត្តភក្តិពិតប្រាកដនិងសុខភាពក៏លុយមិនអាចទិញបានដែរមុននឹងលាលោកតានៅពេលនោះនីបានយកនំដែលនៅសល់ពីការលក់ហុចទៅឲ្យលោកតាដោយចិត្តរីករាយនេះជានំដែលម៉ែខ្ញុំធ្វើលោកតាសាហូបទៅទៀនវាមិនមានតម្លៃថ្លៃដូចអាហារក្នុងផ្ទះលោកតាទេប៉ុន្តែវាធ្វើឡើងដោយសេចក្តីស្រឡាញ់លោកតាកុំពិបាកចិត្តអីសេចក្តីសុខពិតប្រាកដគឺជាការចែករំលែកណាលោកតាអរគុណឯងណាស់ក្មេងតូចឯងមិនមែនគ្រាន់តែមកសុំទឹកយើងផឹកទេប៉ុន្តែឯងមកដើម្បីដាស់សតិយើងមនុស្សម្នាក់មានតម្លៃមិនមែនដោយសារទ្រព្យដែលគេឲ្យជាប់នឹងខ្លួនទេប៉ុន្តែដោយសារចិត្តដែលគេចេះចែករំលែកទៅអ្នកដទៃចាប់ពីពេលនោះមកលោកម្ចាស់ធនបានប្រែជារស់នៅដោយភាពស្រស់ស្រាយគាត់បានប្រើប្រាស់ទ្រព្យសម្បត្តិរបស់គាត់ដើម្បីសាងសង់សាលារៀនមន្ទីរពេទ្យនិងជួយដល់ក្មេងៗក្រីក្រដូចជានីជាដើមគាត់យល់ច្បាស់ហើយថាទ្រព្យសម្បត្តិអាចធ្វើឲ្យយើងរស់នៅស្រួលប៉ុន្តែទឹកចិត្តនិងការចេះស្កប់ស្កល់ទើបធ្វើឲ្យជីវិតមានន័យតម្លៃអប់រំកុំឲ្យការស្វែងរកទ្រព្យសម្បត្តិបិទបាំងភ្នែកយើងមិនឲ្យឃើញសេចក្តីសុខនៃបច្ចុប្បន្នកាលសុភមង្គលពិតមិនមែនជាការមានទ្រព្យសម្បត្តិច្រើននោះទេប៉ុន្តែគឺជាការចេះចែករំលែកនិងការចេះស្កប់ស្កល់នៅអ្វីដែលខ្លួនមាន